ណាថបណ្ឌិកសេដ្ឋីគឺជាតួអង្គដ៏សំខាន់បំផុតមួយរូបនៅក្នុងប្រវត្តិពុទ្ធសាសនាលោកមិនត្រឹមតែជាមហាសេដ្ឋីដែលសម្បូរទ្រព្យធនប៉ុណ្ណោះទេប៉ុន្តែលោកគឺជាអេតតកៈបុគ្គលដ៏ឆ្នើមលើសគេផ្នែកខាងការធ្វើទាននេះគឺជាសាច់រឿងសង្ខេបរបស់អនាថបណ្ឌិកសេដ្ឋីសូមលោកយាយលោកតាពុកម៉ែបងប្អូនរីករាយទស្សនានិងសន្តាប់ដូចតទៅលោកអនាថបណ្ឌិកសេដ្ឋីមានឈ្មោះដើមថាសុតតៈលោកគឺជាមហាសេដ្ឋីរស់នៅក្នុងក្រុងសាវត្ថីរដ្ឋកោសលដោយសារលោកមានចិត្តមេត្តាបរិច្ចាគអាហារដល់ជនក្រីក្រនិងមនុស្សអនាថាជាប្រចាំទើបអ្នកស្រុកដាក់រហស្សនាមឲ្យលោកថាអនាថបណ្ឌិកៈដែលមានន័យថាអ្នកដែលមាននំបាយសម្រាប់ជនអនាថាថ្ងៃមួយលោកសតតៈបានធ្វើដំណើរទៅកាន់ក្រុងរាជក្រឹសដើម្បីសួរសុខទុក្ខប្អូនថ្លៃនៅទីនោះលោកបានឃើញប្អូនថ្លៃរៀបចំម្ហូបអាហារយ៉ាងអធិកអធមដើម្បីនិមន្តព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃមកឆាន់ចង្ហាន់នៅផ្ទះរបស់ខ្លួនគ្រាន់តែឮពាក្យថាព្រះពុទ្ធលោកមានសេចក្តីរំភើបញាប់ញ័រយ៉ាងខ្លាំងនៅពេលព្រឹកព្រលឹមលោកបានទៅគាល់ព្រះពុទ្ធជាម្ចាស់នៅព្រៃសីតវ័នបន្ទាប់ពីស្ដាប់ព្រះធម៌រួចលោកក៏បានសម្រេចមគ្គផលជាសោតាបនបុគ្គលអរិយបុគ្គលថ្នាក់ដំបូងលោកមានបំណងចង់និមន្តព្រះសម្មាសម្ពុទ្ធទៅគង់នៅក្រុងសាវត្ថីទើបលោកស្វែងរកទិញដីដើម្បីសង់វត្តលោកបានពេញចិត្តចំការរបស់ព្រះអង្គម្ចាស់ចេតព្រះអង្គម្ចាស់ចេតមិនចង់លក់ដីនោះទេទើបពោលលេងសើចថាបើចង់បានចូលយកប្រាក់កាសមាសមកក្រាលឲ្យពេញផ្ទៃដីទើបលក់ឲ្យអនាថបណ្ឌិកសេដ្ឋីក៏បានបញ្ជាឲ្យគេដឹកមាសមកក្រាលលើដីមែនឃើញសទ្ធាដ៏មហិមាបែបនេះព្រះអង្គម្ចាស់ចេតក៏យល់ព្រមលក់ហើយថែមទាំងជួយបរិច្ចាគឈើដើម្បីសង់ក្លោងទ្វារវត្តទៀតផងវត្តនេះត្រូវបានដាក់ឈ្មោះថាវត្តចេតពុនមហាវិហារទោះបីជាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាលប៉ុន្តែលោកធ្លាប់ឆ្លងកាត់គ្រាដ៏លំបាកលោកបានចំណាយទ្រព្យស្ទើរតែអស់ពីឃ្លាំងក្នុងការកសាងវត្តនិងធ្វើទានជារៀងរាល់ថ្ងៃមានគ្រាមួយទ្រព្យសម្បត្តិលោកត្រូវបានទឹកចំនួនហូរនាំទៅបាត់ហើយអ្នកជំពាក់ប្រាក់ក៏មិនសងទៀតលោកត្រូវធ្លាក់ខ្លួនក្ររហូតសល់តែបបរចុងអង្ករនិងទឹកសម្លស្លឹកក្បាស់ប៉ុន្តែលោកនៅតែបន្តធ្វើទានដល់ប្រសង់មិនដែលខាននៅពេលសេដ្ឋីធ្លាក់ខ្លួនក្រលោកនៅតែបន្តធ្វើទានមិនដាច់មុខទេវតាដែលស្នាក់នៅមាត់ទ្វារផ្ទះសេដ្ឋីបានមករារាំងលោកមិនឲ្យធ្វើទានព្រោះខ្លាចខ្លួនឯងលែងបានទទួលផលបុណ្យឬពិបាកភ្នែកមើលសេដ្ឋីយកទ្រព្យទៅចែកគេសេដ្ឋីបានស្ដីបន្ទោសថាទេវតាមិនយល់ពីតម្លៃនៃបុណ្យទានឡើយហើយបានបញ្ជាឲ្យទេវតានោះចាក់ចេញពីផ្ទះរបស់លោកភ្លាមទេវតានោះភ័យខ្លាចយ៉ាងខ្លាំងព្រោះគ្មានកន្លែងស្នាក់នៅព្រោះផ្ទះសេដ្ឋីមានសិរីសួស្ដីខ្លាំងនាងបានទៅរកព្រះឥន្ទដើម្បីជួយអន្តរាគមន៍ព្រះឥន្ទបានបង្គាប់ថាបើចង់ឲ្យសេដ្ឋីអត់ទោសឲ្យលុះត្រាតែទេវតានោះជួយស្ដារទ្រព្យសម្បត្តិសេដ្ឋីឲ្យមកវិញជាមុនសិនដោយបំពេញភារកិច្ច3យ៉ាងទី1ប្រមូលទ្រព្យដែលទឹកហូរនាំទៅទេវតាត្រូវប្រើរិទ្ធទៅនាំយកមាសប្រាក់ចំនួន18កោដ្ឋដែលទឹកចំនួន
បានហូរនាំទៅចាក់ចោលក្នុងមហាសមុទ្រត្រឡប់មកវិញទី2តាមរកទ្រព្យដែលបាត់បង់ទេវតាត្រូវទៅប្រមូលទ្រព្យចំនួន18កោដផ្សេងទៀតដែលគ្មានម្ចាស់ថែរក្សាទ្រព្យដែលកប់ក្នុងដីតាមកន្លែងផ្សេងៗនិងទី3ទារបំណុលចេះទេវតាត្រូវទៅជំរុញចិត្តឬបង្ហាញខ្លួនឲ្យអ្នកដែលជំពាក់ប្រាក់សេដ្ឋីកាលពីមុនដែលមានចំនួន18កោដឲ្យកើតចិត្តចង់យកមកសងលោកវិញគ្រប់ចំនួនទេវតាបានខំប្រឹងប្រែងធ្វើតាមបង្គាប់ព្រះឥន្ទយ៉ាងខ្ជាប់ខ្ជួនមិនយូរប៉ុន្មានឃ្លាំងទ្រព្យរបស់សេដ្ឋីអនាថបណ្ឌិកៈក៏ចាប់ផ្ដើមពេញហូរហៀឡើងវិញដោយមាសប្រាក់សរុបដល់ទៅ54កោដបន្ទាប់ពីបំពេញភារកិច្ចរួចទេវតាក៏បានមកបង្ហាញខ្លួននៅចំពោះមុខសេដ្ឋីសារភាពកំហុសនិងសុំការអភ័យទោសអនាថបណ្ឌិកៈសេដ្ឋីដែលជាអ្នកមានចិត្តមេត្តាស្រាប់ក៏បាននាំទេវតានោះទៅគាល់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងធម៌ថាបុគ្គលដែលធ្វើអំពើអាក្រក់ប្រហែលជាឃើញផលល្អខ្លះនៅពេលដែលផលបាបមិនទាន់ហុចឲ្យប៉ុន្តែនៅពេលបាបហុចផលគេនឹងជួបទុក្ខចំណែកបុគ្គលដែលធ្វើអំពើល្អទោះបីជួបទុក្ខលំបាកខ្លះនៅពេលដំបូងប៉ុន្តែនៅពេលផលបុណ្យហុចឲ្យគេនឹងជួបសេចក្តីសុខជាអមតៈចាប់ពីពេលនោះមកសេដ្ឋីក៏មានទ្រព្យសម្បត្តិហូរហៀជាងមុនហើយលោកបានប្រើប្រាស់ទ្រព្យទាំងនោះដើម្បីបម្រើវិស័យពុទ្ធសាសនារហូតដល់ថ្ងៃចុងក្រោយនៅពេលចិត្តលាចាកលោកអនាថបណ្ឌិកៈសេដ្ឋីមានជំងឺជាទម្ងន់ព្រះសារីបុត្រនិងព្រះអានន្ទបានទៅសួរសុខទុក្ខនិងសម្ដែងធម៌អនាថបណ្ឌិកាវេទសូត្រលោកបានស្ដាប់ធម៌ដោយចិត្តជ្រះថ្លាហើយក៏បានលាចាកលោកទៅកើតជាទេវបុត្រនៅឋានទុសិតសរុបមករឿងរ៉ាវរបស់មហាសេដ្ឋីអនាថបណ្ឌិកៈបង្រៀនយើងអំពីសេចក្តីស្មោះត្រង់ចំពោះព្រះរតនត្រ័យនិងអានិសង្សនៃទានដែលមិនអាចកាត់ថ្លៃបានទោះបីស្ថិតក្នុងកលៈទេសៈលំបាកយ៉ាងណាក៏ដោយសម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនដែលចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមចុច Follow និង Subscribe នៅ Page និង Channel របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ